សួស្តីបងប្អូនថ្ងៃនេះមានមុខម្ហូបមួយមុខថ្មីមួយទៀតហើយមកចែកជូនបងប្អូនទស្សនាកំសាន្តអារម្មណ៍បងប្អូនដើម្បីជួនកាលបងប្អូនរកនឹកមុខម្ហូបក្នុងមួយថ្ងៃហ្នឹងរកនឹកមុខម្ហូបអត់ឃើញមិនដឹងថាធ្វើអីជួនកាលអាច stress ដែរបងប្អូនហើយមុខម្ហូបថ្ងៃនេះគឺខ្ញុំបានต้มយำបង្កងបងប្អូនខ្លះធ្លាប់តែต้มយำសាច់មាន់ต้มយำត្រីអីចឹងណាបងប្អូនអាចងាកមកមើលต้มយำបង្កងម្ដងបងប្អូនអាចនឹងមានរសជាតិខុសគ្នាต้มយำដូចគ្នាក៏គ្រាន់តែថាយើងដូរសាច់អីចឹងណាយើងបដូរពីសាច់មាន់សាច់ត្រីមកបង្កងម្ដងមើលវាអាចនឹងរសជាតិខុសគ្នាយ៉ាងណាមនុស្សយើងគ្រប់រូបគឺដូចគ្នានឹងបងប្អូនវល់ខ្វាយតែរឿងជីវិតការរស់នៅប្រចាំថ្ងៃហ្នឹងជាពិសេសគឺការហូបចុកហ្នឹងបងប្អូនគឺជារឿងសំខាន់បំផុតសម្រាប់គេអ្នកមានលុយហើយប៉ុន្តែខ្វល់ខ្វាយថ្ងៃនេះមិនដឹងជាហូបអីទេមិនដឹងជាហូបអីឆ្ងាញ់ហើយសម្រាប់អ្នកក្រវិញថ្ងៃនេះមិនដឹងបានអីហូបទេដឹកសម្រាប់យើងអ្នកខ្វះខាតមានលុយតិចតួចចង់ហូបឆ្ងាញ់ក៏ប៉ុន្តែវាថវិកាវាមិនគ្រប់គ្រាន់ការចំណាយវាមិនគ្រប់គ្រាន់អញ្ចឹងតែជួនកាលមុខម្ហូបអាស្រ័យទៅលើការច្នៃរបស់យើងដែរជួនកាលមុខម្ហូបខ្លះវាចំណាយថវិកាតិចតែក៏អាចឆ្ងាញ់បានដែរបងប្អូនអញ្ចឹងការទស្សនាវីដេអូទាក់ទងទៅនឹងការធ្វើម្ហូបទាក់ទងទៅនឹងមុខម្ហូបផ្សេងៗហ្នឹងវាអាចមានប្រយោជន៍ត្រង់កន្លែងហ្នឹងដែរណាបងប្អូនដូចខ្ញុំឯងជួនកាលនឹករកមុខម្ហូបអត់ឃើញពីមួយថ្ងៃទៅមួយថ្ងៃមិនដឹងថាធ្វើម្ហូបអីពេលដែលបានឃើញបងប្អូនយើងតាមរយៈវីដេអូហ្នឹងដែលគាត់ធ្វើពីមុខម្ហូបអីចឹងទៅក៏នឹកឃើញតែនឹកឃើញថាធ្វើតាមគាត់ទៅដូចជាតំណងយ៉ាងដែរវាអាចជួយត្រង់កន្លែងហ្នឹងដែរណាបាទវីដេអូថ្ងៃនេះគឺអត់បានបង្ហាញបងប្អូនអំពីវិធីធ្វើនិងវិធីផ្សំគ្រឿងស្អីខ្លះនោះទេព្រោះអីអត់បានថតបងប្អូនតាំងកាមេរ៉ាតែអត់បានចុចថតបានតែត្រួសកន្លែងឆ្អិនហើយបងប្អូនកោវឹកឲ្យភ្លក់រសជាតិមើលនៅតែដាក់ស្លឹកខ្ទឹមស្លឹកជីអីជាចុងក្រោយហើយបងប្អូនបាទបន្ទាប់ពីយើងបានសំគ្រឿងក្រៅរួចរាល់ស្រេចបាច់អស់ហើយយើងចាប់ដើមភ្លក់មើលបងប្អូនហើយបន្ទាប់ពីភ្លក់ឃើញថាត្រូវមាត់ត្រូវចិត្តរបស់យើងហើយយើងក៏ចាប់ដើមដាក់ស្លឹកជីស្លឹកខ្ទឹមដែលយើងបានហាន់ទុកជាស្រេចហ្នឹងបងប្អូនដាក់ជាចុងក្រោយដើម្បីបន្ថែមក្លិនឈ្ងុយហើយស្លឹកជីអត់មានស្លឹកជីអីច្រើនទេបងប្អូនមានតែជីអាណាហើយនិងស្លឹកខ្ទឹមតែប៉ុណ្្នឹងឯងបងប្អូនបាទវីដេអូនេះគឺអត់បានបង្ហាញពីគ្រឿងទេសនិងវិធីធ្វើនិងវិធីផ្សំគ្រឿងក្រៅអីទេបងប្អូនដោយសារតែកំហុសខុសឆ្គងបន្តិចបន្តួចផ្នែកបច្ចេកទេសសង្ឃឹមថាបងប្អូនមិនប្រកែកប្រកាន់យកទោសយកបីអីទេបងប្អូនហើយគ្រាន់តែចង់បង្ហាញនៅគំនិតនិង idea បន្តិចបន្តួចក្នុងការធ្វើម្ហូបតែប៉ុណ្ណោះបងប្អូនសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូមួយនេះហើយក៏សូមអរគុណដល់បងប្អូនដែលបានឆ្លាញ់រាប់អាននិងជួយគ្រប់គ្រងតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទជារៀងរហូតមកហើយសង្ឃឹមថាបន្តគ្រប់គ្រងនៅរាល់វីដេអូតទៅមុខទៀតបងប្អូនបាទហើយក៏សង្ឃឹមម្យ៉ាងទៀតថារាល់ខ្លឹមសារនិងពាក្យពេចន៍បរិយាយរៀបរាប់នៅក្នុងវីដេអូនេះមួយរបស់ខ្ញុំបាទមានប្រយោជន៍ចំពោះបងប្អូនមិនថាតិចឬក៏ច្រើនបងប្អូនហើយក៏រាល់ខ្លឹមសារនិងរាល់ការអត្ថាធិប្បាយរៀបរាប់នៅក្នុងវីដេអូនីមួយត្រង់កន្លែងណាខុសឆ្គងមិនសមរម្យសូមបងប្អូនខន្តីអភ័យទោសហើយនឹងអាច comment រិះគន់ដើម្បីស្ថាបនានៅក្រោមវីដេអូបានដើម្បីជាការកែតម្រូវនៅវីដេអូក្រោយៗឲ្យបានល្អជាងនេះទៅទៀតបងប្អូនបាទសូមរាល់ការ like comment និងរាល់ការតាមដានទស្សនាវីដេអូរបស់បងប្អូនគឺជាកម្លាំងទឹកចិត្តមួយដ៏សំខាន់បំផុតសម្រាប់ខ្ញុំសម្រាប់បងប្អូនយើងទាំងអស់ដែលជា content creator បងបាទសម្រាប់វីដេអូនៅថ្ងៃនេះគឺមានតែប៉ុណ្ណេះឯងបងប្អូនសង្ឃឹមថាបងប្អូននឹងជួយបន្តទៅមុខទៀតបាទសូមអរគុណច្រើននិងសូមជម្រាបលា